នៅពេលនិយាយពីកម្លាំងទ័ពអាកាសចិនសម័យទំនើបគេមិនអាចមើលរំលង Chengdu J-10 បានទេវាត្រូវបានគេដាក់រហស្សនាមថា Vigorous Dragon ឬនាគរាកដ៏ខ្លាំងក្លាវាជាយន្តហោះចម្បាំងពហុទូនាទី Multi-Role Fighter ជំនាន់ទី 4.5 ដែលផលិតឡើងដោយប្រទេសចិនទាំងស្រុងដើម្បីតទល់នឹងយន្តហោះលោកខាងលិច 1. ប្រវត្តិនិងការអភិវឌ្ឍកំណើតគម្រោង J-10 បានចាប់ផ្ដើមជាសម្ងាត់តាំងពីទសវត្សរ៍ឆ្នាំ 80 ហើយបានហោះហើរជាលើកដំបូងនៅឆ្នាំ 1998 មុននឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ 2005 គោលបំណងចិនផលិត J-10 ឡើងដើម្បីជំនួសយន្តហោះចាស់ៗដូចជា J-7 MiG-21 និង Q-5 ដោយចង់បានយន្តហោះមួយដែលមានសមត្ថភាពប្រហាក់ប្រហែលនឹង F-16 Fighting Falcon របស់សហរដ្ឋអាមេរិក 2. លក្ខណៈបច្ចេកទេសនិងការរចនា J-10 មានរូបរាងប្លែកនិងទំនើបស្លាបត្រីកោណ Delta Wing និង Canards វាមានស្លាបធំនៅខាងក្រោយនិងស្លាបតូចនៅខាងមុខ Canards ដែលជួយឲ្យវាមានភាពរហ័សរហួនខ្លាំង High Maneuverability ដោយការបត់បែនពេលប្រយុទ្ធម៉ាស៊ីនប្រើម៉ាស៊ីនមួយ Single Engine ម៉ូដែលដំបូងប្រើម៉ាស៊ីនរបស់រុស្ស៊ី AL-31 ប៉ុន្តែម៉ូដែលក្រោយៗដូចជា J-10C បានបដូរមកប្រើម៉ាស៊ីន WS-10B ដែលចិនផលិតខ្លួនឯង Thai Hang Engine មានកម្លាំងខ្លាំងនិងអាចបាញ់ភ្លើងជំរុញបាន Afterburner ល្បឿនអាចហក់បានល្បឿនអតិបរមាប្រហែល Mach 2.2 ទៅ 2.2 លឿនជាងសំឡេង2ដង 3. អាវុធនិងបច្ចេកវិទ្យា Model J-10C ដ៏ទំនើប Model ចុងក្រោយបង្អក់គឺ J-10C ត្រូវបានចាត់ទុកថាជាយន្តហោះជំនាន់ទី 4.5 4.5 Generation Radar AESA បំពាក់រ៉ាដាប្រភេទ Active Electronically Scanned Array ដែលអាចចាប់គោលដៅបានឆ្ងាយច្រើនក្នុងពេលតែមួយនិងពិបាកឲ្យសត្រូវរំខានសញ្ញាមីស៊ីល PL-15 នេះជាចំណុចខ្លាំងបំផុត J-10C អាចបំពាក់មីស៊ីលបានពីអាកាសទៅអាកាសរយៈចម្ងាយឆ្ងាយ Beyond Visual Range ម៉ាក PL-15 ដែលគេជឿថាអាចបាញ់បានឆ្ងាយ 200 គីឡូម៉ែត្រទៅទៀតឆ្ងាយជាង IAM-120 របស់សហរដ្ឋអាមេរិក 4. J-10 និងបរិបទតំបន់អាស៊ានកម្ពុជាតើកម្ពុជាមាន J-10 ទេបច្ចុប្បន្នកម្ពុជាមិនទាន់មាន J-10 ទេកងទ័ពអាកាសកម្ពុជាធ្លាប់ប្រើប្រាស់ MiG-21 ដែលបច្ចុប្បន្នទុកនៅក្នុងឃ្លាំងនិងប្រើប្រាស់យន្តហោះហ្វឹកហ្វឺននិងប្រយុទ្ធធុនស្រាល L-34 ទោះយ៉ាងណាដោយសារទំនាក់ទំនងយោធាជិតស្និទ្ធរវាងកម្ពុជានិងចិនអ្នកវិភាគយោធាជាច្រើនតែលើកឡើងថាប្រសិនបើកម្ពុជាចង់ធ្វើទំនើបកងទ័ពអាកាសនាអនាគតគ្រួសារត្រកូល J-10 ជាពិសេស J-10CE ដែលជាប្រភេទ Export គឺជាបេក្ខភាពមួយដ៏ស័ក្តិសមបំផុតក្រៅពី FTC 2000ប្រទេសជិតខាងប្រទេសប៉ាគីស្ថានបានទិញ J-10C យកទៅប្រើប្រាស់ដើម្បីទប់ទល់នឹង Rafale របស់ឥណ្ឌារួចហើយសេចក្តីសង្ខេប Chengdu J-10 មិនមែនជាយន្តហោះចម្លងតាម F-16 ទេតែវាជាសមិទ្ធផលដែលបង្ហាញថាចិនអាចផលិតយន្តហោះចម្បាំងលំដាប់ពិភពលោកដោយខ្លួនឯងបានដោយក្លាទំនុកចិត្តតម្លៃសមរម្យជាងយន្តហោះលោកខាងលិចនិងបច្ចេកវិទ្យាទំនើបវាគឺជាកម្ដៅដែកដ៏ធឹងទឹកធ្លើដល់ប្រទេសដែលជាសម្ព័ន្ធមិត្តរបស់ចិន